listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកសួស្តីលោកអ្នកនាងកញ្ញាជាទីមេត្រីពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមស្វាគមន៍លោកអ្នកស្ដាប់ទាំងអស់យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ7កើតខែបុស្សឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី24ខែកុម្ភៈគ្រិស្តសករាជ2015ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនសកម្មជនការពារតំបន់អរ៉ែងចេញពីកម្ពុជាទាំងយប់សង្គមស៊ីវិលចាត់ទុកការបណ្ដេញលោកអាឡិចចេញពីកម្ពុជាជាការព្រមានដល់អ្នកហ៊ានចេញមុខការពារបរិស្ថានលោកហ៊ុនសែនក្រុងដោះលែងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារឲ្យមានសេរីភាពConference បង្ហាញលទ្ធផលនៃការបំពេញនិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំដំបូងនៃនីតិកាលទី5រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានពិស្ដាសមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនលោក Alejandro González Davidson ចេញពីកម្ពុជាកាលពីវេលាម៉ោងប្រហែល 9 យប់ថ្ងៃច័ន្ទទី23ម្សិលមិញអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ខៀវសុភ័ក្របញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថាការបញ្ជូនលោកអាឡិចចេញពីទីក្រុងភ្នំពេញគឺតាមជើងយន្តហោះថៃ Airways ទៅកាន់ទីក្រុងបាងកកគាត់បានទទួលប្រកាសមួយរបស់ក្រសួងមហាផ្ទៃបណ្ដេញលោកគាត់ចេញពីកម្ពុជាពីអាស៊ីហើយយប់មិញម៉ោង 9 នេះគាត់បានគឺមកហោះចេញពីវានេះហោះទៅពេញហើយទៅជួបទៅទីក្រុងបាងកកតែលក្ខណៈវយថោះ580ពីបាងកកមកហ្នឹងហើយជួបចេញទៅមិនជាវល់គាត់មកដល់ម៉ោង 8 ហោះម៉ោង 9 ហោះទៅចេញទៅដល់មកទៅបាងកកការចាប់បញ្ជូនលោកអាឡិចចេញពីស្រុកខ្មែរទាំងយប់នេះគឺផ្ទុយពីព័ត៌មានផ្ដល់ដោយអនុប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកនៅលក្ខណៈក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃទី23ខែកុម្ភៈដែលបញ្ជាក់ថាលោកអាឡិចនឹងមិនត្រូវបញ្ជូនចេញក្នុងយប់ថ្ងៃច័ន្ទនោះទេដោយប្រកាសរបស់ក្រសួងមហាផ្ទៃគឺទុកពេល7ថ្ងៃឲ្យលោកអាឡិចចាកចេញពីកម្ពុជាបន្ទាប់ពីទិដ្ឋាការរបស់លោកផុតកំណត់នៅថ្ងៃទី20ខែកុម្ភៈលោកខៀវសុភ័ក្រអះអាងថាលោកអាឡិចនឹងមិនអាចអនុញ្ញាតឲ្យចូលកម្ពុជាបានទៀតទេព្រោះមានឈ្មោះរំលោភច្បាប់អន្តោប្រវេសន៍របស់កម្ពុជាដោយមិនព្រមចាកចេញតាមការស្នើរបស់សមត្ថកិច្ចកម្ពុជាកន្លងមកសមត្ថកិច្ចបានចាប់ខ្លួនសកម្មជនការពារព្រៃឈើជនជាតិអេស្ប៉ាញរូបនេះកាលពីរសៀលថ្ងៃទី23ខែកុម្ភៈក្នុងទីក្រុងភ្នំពេញក្រោមហេតុផលផុតកំណត់ទិដ្ឋាការបន្តរស់នៅក្នុងប្រទេសកម្ពុជាលោកអ្នកនាងជាទីមេត្រីមុនការចាប់ខ្លួនលោកអាឡិចប្រមាណ2ម៉ោងកាលពីថ្ងៃច័ន្ទលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងជាសាធារណៈក្នុងពេលចែកសញ្ញាបត្រដល់និស្សិតដោយប្រមានអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលមិនឲ្យលូកដៃក្នុងករណីលោកអាឡិចនេះទៀតការប្រមានរបស់លោកហ៊ុនសែនគឺសំដៅទៅលើមន្ត្រីបកប្រឆាំងដែលស្នើឲ្យព្រះមហាក្សត្រប្រទានកិច្ចអន្តរាគមន៍ឲ្យលោកអាឡិចក្នុងការបន្តទិដ្ឋាការនៅប្រទេសកម្ពុជាអញ្ចឹងទេបើធ្វើរដ្ឋអធិបតេយ្យមួយក្រន់តែគេបំពេញដែរចាំបាច់ធ្វើរដ្ឋទៅអីមិនថាជនបរទេសបំពេញទេជនជាតិខ្មែរបំពេញក៏ត្រូវតែមានទោសដែរអំណាចរដ្ឋសង្ឃឹមថារឿងអស់ទាំងនេះត្រឹមតែរដ្ឋមន្ត្រីមហាផ្ទៃដោះស្រាយបានហើយគេទៅរំខានដល់ព្រះមហាក្សត្រនោះព្រះមហាក្សត្រទ្រង់ចេញលិខិតមកខ្ញុំប្រាប់ឲ្យខ្ញុំទៅគេទៅគេព្រៀងឲ្យខ្ញុំផងប៉ុន្តែមិនសមទៅរំខានព្រះមហាក្សត្រព្រោះសមត្ថកិច្ចគេទុកឲ្យអ្នកបញ្ហាអន្តោប្រវេសន៍ហ្នឹងគឺរដ្ឋមន្ត្រីមហាផ្ទៃចាត់ចែងទៅវាជាប់ហើយក្រសួងមហាផ្ទៃខាងប្រៃអន្តោប្រវេសន៍គេទួនខ្លួនអស់ប៉ុណ្ណឹងហើយខ្លួនប្រព្រឹត្តខុសសរសេររបត់សុំទោសគេសុកចិត្តឲ្យនៅរហូតដល់អស់កិច្ចការអញ្ចឹងយើងចេញទៅសិនទៅហើយចាំសុំត្រឡប់មកវិញវាតខអីហើយចាំបាច់បង្កើតស្ថានភាពនេះអាស្ថានភាពនេះគឺបានតែគេថាតែគេបដិញចេញហើយវាត្រូវចូលក្នុងជីខ្មៅវាជាប់ហើយលោក Alejandro González Davidson ជាអ្នកការពារបរិស្ថានតំបន់អរ៉ែងខេត្តកោះកុងដ៏ឈានមុខម្នាក់ក្នុងការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន Sinohydro
តាក់ទងទៅនឹងការចាប់បញ្ជូនលោកអាឡិចចេញពីកម្ពុជានេះប្រធានអង្គការក្រមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ូចលេងអះអាងថាទង្វើរបស់រដ្ឋាភិបាលកម្ពុជាគឺជាការបំបាក់ស្មារតីដល់ក្រុមអ្នកហ៊ានចេញមុខការពារបរិស្ថានក្នុងប្រទេសកម្ពុជាពីការបំផ្លាញធនធានធម្មជាតិដោយក្រុមឈ្មួញមានអំណាចអាឡិចគាត់មិនបានធ្វើកំហុសអីធ្ងន់ធ្ងរឬក៏មានទោសព្រមទណ្ឌណាមួយទោះទៅសោះនេះបញ្ជាក់ថាប្រទេសកម្ពុជាយើងគឺថាមិនមានអ្នកតស៊ូតទៅទៀតដែលរដ្ឋាភិបាលពុតជាយាមធ្វើបំបាក់ទៅលើអ្នកដែលធ្វើការរិះគន់ឬក៏អ្នកដែលចេញមុខការពីនោះការពីធនធានធម្មជាតិតទៅទៀតបាទនេះមិនមែនជាលើកទី1ទេដែលរដ្ឋាភិបាលទីក្រុងភ្នំពេញបណ្ដេញក្រុមអ្នកការពារបរិស្ថានឯករាជ្យចេញពីកម្ពុជាកាលពីថ្ងៃទី22ខែមេសាឆ្នាំ2003រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបណ្ដេញអង្គការឃ្លាំមើលពិភពលោក Global Witness ចេញពីកម្ពុជាដែរក្រោយពីអង្គការនេះបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីសកម្មភាពធ្វើអាជីវកម្មឈើប្រណិតនៅកម្ពុជាដែលមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានអំណាចកំពូលក្នុងជួររដ្ឋាភិបាលរីឯករណីឃាតកម្មលើរូបលោកឈុតវុធីប្រធានអង្គការការពារធនធានធម្មជាតិក្នុងខេត្តកោះកុងកាលពីឆ្នាំ2012ដោយសារសកម្មភាពការពារព្រៃឈើដ៏ឈានមុខរបស់លោកនោះក៏ស្ថិតក្នុងភាពអាកំបាំងហើយជនដៃដល់មិនទាន់ត្រូវបាននាំខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នោះឡើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើឲ្យដោះលែងស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារមុនទិវាសិទ្ធិនារី8មីនាឬយ៉ាងយូរបំផុតនាឱកាសបុណ្យចូលឆ្នាំខ្មែរមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូបានហៅចំណាត់ការរបស់លោកហ៊ុនសែនថាជាយន្តការដ៏ល្អបំផុតលោកមុំមនីរតមានសេចក្តីរាយការណ៍លោកហ៊ុនសែនអះអាងថាធ្វើយ៉ាងណានៅមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះស្ត្រីដែលមានកូនតូចៗនៅជាមួយម្ដាយក្នុងពន្ធនាគារទាំងអស់ត្រូវរៀបចំបំពេញនីតិវិធីដើម្បីលើកលែងទោសឲ្យរួចផុតពីការចោទប្រកាន់ឬថាបើអាចធ្វើទៅបានត្រូវពន្យាដំណើរការឲ្យបានមុនថ្ងៃបុណ្យទិវានារីអន្តរជាតិគឺថ្ងៃ8មីនាការថ្លែងដូចនេះរបស់លោកហ៊ុនសែនធ្វើឡើងក្នុងពេលដែលលោកចូលរួមចែកសញ្ញាបត្រដល់និស្សិតរបស់សាកលវិទ្យាល័យមួយនៅកោះពេជ្រកាលពីព្រឹកថ្ងៃទី23កុម្ភៈលោកនាយករដ្ឋមន្ត្រីអះអាងថាលោកនឹងជំរុញឲ្យនីតិវិធីនេះចេញឲ្យបានឆាប់បំផុតតាមលទ្ធភាពដែលអាចធ្វើទៅបានជាពិសេសលោកហ៊ុនសែនចាត់ទុកថាលោកពុំចង់ឃើញមានវប្បធម៌កូនតូចនៅជាមួយម្ដាយក្នុងពន្ធនាគារទៀតនោះទេលោកបន្ថែមថាបើដំណើរការនេះមានភាពយឺតយ៉ាវគឺយ៉ាងយូរណាស់អាចមុនបុណ្យចូលឆ្នាំខ្មែរនឹងត្រូវបញ្ចប់គម្រោងនេះតែម្ដងលើកលែងទោសឲ្យសម្រាប់តែអ្នកមានកូនដែលកំពុងរស់នៅក្នុងពន្ធនាគារនិងអ្នកដែលមានផ្ទៃពោះកំពុងរស់នៅក្នុងពន្ធនាគារខិតខំធ្វើយ៉ាងម៉េចឲ្យរួចទាំងអស់មុនចូលឆ្នាំខ្មែរបានតែគេថាសម្អាតកុំឲ្យមានអ្នកដែលមានកូនទៅរស់នៅក្នុងពន្ធនាគារជាមួយនិងអ្នកមានផ្ទៃពោះយ៉ាងណាទន្ទឹមគោលនយោបាយគិតនឹងដំណើរការនេះលោកហ៊ុនសែនក៏ព្រមានដែរថានឹងមិនលើកលែងចំពោះអ្នកឆក់ឱកាសដើម្បីបានចេញពីពន្ធនាគារដោយយកកូនតូចៗទៅរស់នៅជាមួយឡើយគឺផ្ដល់សិទ្ធិចំពោះតែស្ត្រីដែលមានកូននៅក្នុងពន្ធនាគារផ្ទាល់ប៉ុណ្ណោះជាងនេះទៀតនោះគឺអាជ្ញាធរមិនអធិស្ឋានលើកលែងឲ្យជនខិលខូចប្រើប្រាស់ស្ត្រីដែលមានកូនកំពុងបំបៅដោះដើម្បីជួញគ្រឿងញៀនជាលេសក្រោយពីគោលនយោបាយនេះដាក់ឲ្យអនុវត្តទីចំណែកប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូអ្នកស្រីពងជីកិច្ចសាទរចំពោះចំណាត់ការរបស់លោកហ៊ុនសែននៅពេលនេះអ្នកស្រីយល់ឃើញថាគំនិតផ្ដួចផ្ដើមនេះនឹងជំរុញឲ្យកុមារទទួលបានឱកាសស្មើៗគ្នានៅក្នុងសង្គមគេមិនចង់ឲ្យឃើញកុមារនៅក្នុងពន្ធនាគារណាចាអញ្ចឹងគំនិតនឹងល្អរបស់រដ្ឋាភិបាលជាពិសេសរបស់សម្ដេចនាយកហ្នឹងគឺថាមិនចង់ឃើញកុមារនៅក្នុងពន្ធនាគារបើទោះជាបែបណាគេនៅមានមន្ទិលសង្ស័យជាច្រើនករណីនៅឡើយជុំវិញគោលនយោបាយដែលលោកហ៊ុនសែនប្រកាសនេះដោយហេតុថាមានស្ត្រីជាប់ឃុំភាគច្រើនមិនទាន់បានជំនុំជម្រះនៅឡើយទេជាពិសេសនោះថាតើរដ្ឋាភិបាលនឹងដាក់ក្នុងកម្មវិធីនយោបាយដូចនេះជារៀងរាល់ឆ្នាំឬបែបណាអ្នកស្រីវិជ្ជបណ្ឌិតពងជីកិច្ចប្រធានអង្គការលីកាដូយល់ឃើញថាផ្អែកតាមគោលការណ៍ច្បាប់គឺគេពុំអាចលើកលែងទោសឲ្យទាន់ដិតណាដែលពុំទាន់ឆ្លងកាត់ការជំនុំជម្រះឬពុំទាន់មានសារក្រមស្ថាពរបានទេឆ្លើយតបរឿងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាសាធារណៈជាលើកដំបូងរបស់លោកថាការលើកលែងទោសឲ្យស្ត្រីមានកូនតូចៗនៅក្នុងពន្ធនាគារនេះគឺជាដំណាក់កាលជំហានដំបូងប៉ុណ្ណោះបដិសេធជុំវិញការរិះគន់ពីអង្គការមិនមែនរដ្ឋាភិបាលខ្លះលោកហ៊ុនសែនអាងថាលោកពុំមែនជាអ្នករំលោភច្បាប់ទេគឺបើមានសារក្រមរួចហើយលោកនឹងអនុម័តភ្លាមដែរ
មុននឹងស្នើសុំពរិយអន្តរាគមន៍ពីព្រះមហាក្សត្រខ្ញុំធ្វើនាយករដ្ឋមន្ត្រីស៊ីអំបិលច្រើនជាងលួយស៊ីបាយខ្ញុំស្គាល់ច្បាប់តាយោងតាមក្រឹត្យច្បាប់លេខ38តម្រូវឲ្យជាប់គុក2ភាគ3សិនប៉ុន្តែយោងតាមច្បាប់ពន្ធនាគារគេបើកច្រកមួយឲ្យនាយករដ្ឋមន្ត្រីមានសិទ្ធិសុំបរិយារិទ្ធលើកលែងទោសពេលណាក៏បានខ្ញុំអត់បំពានច្បាប់ទេសាលក្រមចូលស្ថាពរយកមកដាក់ឲ្យខ្ញុំសេចក្ដីថ្វាយព្រះមហាក្សត្រយ៉ាងណាលោកហ៊ុនសែនក៏ឆ្លៀតឌៀមដាមដោយមិនចំឈ្មោះឲ្យស្ត្រីជាប់ពន្ធនាគារមួយចំនួនដែរលោកនាយករដ្ឋមន្ត្រីចំអកអយបើទោះជាមិនសម្ដៅឈ្មោះថាជានរណានោះក៏គេដឹងថាទំនងជាលោកហ៊ុនសែនចង់ផ្លែផ្កាឲ្យស្ត្រីដែលជាសកម្មជនដីធ្លីនៅតំបន់បង្កក់លោកលើកឡើងថាកុំសង្ឃឹមអាចនឹងរួចផុតពីការចោទប្រកាន់ព្រោះស្ត្រីទាំងនោះចង់ល្បីនិងបានទទួលមេដាយពីសហរដ្ឋអាមេរិកហេតុនេះត្រូវបំពេញចិត្តពួកគេឲ្យបន្តជាប់ឃុំដើម្បីបានទទួលមេដាយកិត្តិយសចុះកាលពីថ្ងៃទី15ខែកុម្ភៈតាមរយៈលទ្ធផលនៃការអង្កេតនៅតាមពន្ធនាគារចំនួន18កន្លែងដែលជាតំបន់គោលដៅនៅទូទាំងប្រទេសកម្ពុជាអង្គការលីកាដូរកឃើញថាក្នុងចំណោមកុមារ39នាក់ដែលកំពុងរស់នៅជាមួយម្ដាយក្នុងពន្ធនាគារគឺមានកុមារពាក់កណ្ដាលហើយបានកើតនៅក្នុងពន្ធនាគារខ្ញុំបមនីរតវិទ្យុអទីសេរីភ្នំពេញលោកនាងអ្នកស្ដាប់ជាទីមេត្រីប្រមុខកងទ័ពជើងទឹកថៃនាយឧត្តមនាវីក្រៃសនចាស៊ូនិកបានជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជាកាលពីរសៀលថ្ងៃទី23ខែកុម្ភៈភាគីទាំងពីរមិនបានបញ្ចេញព័ត៌មានដល់អ្នកកាសែតអំពីខ្លឹមសារនិងលទ្ធផលនៃជំនួបបិទទ្វាររយៈពេល1ម៉ោងនោះទេទោះជាយ៉ាងនេះក្តីនៅមុនពេលចាប់ផ្ដើមជំនួបបិទទ្វារនោះលោកទាបាញ់ថ្លែងស្វាគមន៍លោកក្រៃសនចាស៊ូនិកដោយចាត់ទុកថានេះជាជំនួបសំណេះសំណាលនិងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាជំនួបទ្វេភាគីរវាងមេបញ្ជាការកងទ័ពជើងទឹកថៃរូបនេះគឺជាជំនួបជាន់ខ្ពស់ជាលើកទី2គឺជាជំនួបជាន់ខ្ពស់លើកទី2ហើយនៅកម្ពុជាក្នុងអំឡុងនៃការកាន់អំណាចដោយរដ្ឋាភិបាលរដ្ឋប្រហាររបស់លោកប្រយុទ្ធច័ន្ទអូចាលោកនាងជាទីមេត្រីរាជបណ្ឌិតសភាកម្ពុជាទើបដាក់សំណើមួយជូនទៅលោកនាយករដ្ឋមន្ត្រីនិងបណ្ដាស្ថានទូតនានាស្ដីពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីដនសហុងរបស់ប្រទេសឡាវតើគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងរបស់ឡាវនឹងបង្កផលប៉ះពាល់អ្វីខ្លះដល់ពលរដ្ឋនិងបរិស្ថានក្នុងតំបន់លោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ពុស្ដារអំពីរឿងនេះនៅពេលបន្តិចទៀតគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី23ខែកុម្ភៈស្តីពីការឃ្លាំមើលនិងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញនិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំដំបូងនៃនីតិកាលទី5របាយការណ៍ដែលមានកម្រាស់ជាង100ទំព័ររកឃើញថាគោលនយោបាយរបស់រដ្ឋាភិបាលនីតិកាលទី5ដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែលចំណាយថវិកាជាតិប្រមាណ$3,400 លានក្នុងរយៈពេល1ឆ្នាំកន្លងមកនេះមានពលរដ្ឋភាគច្រើនមិនពេញចិត្តនៅលទ្ធផលនៃការអនុវត្តនោះរីឯមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានវាយតម្លៃថារបាយការណ៍នេះមិនបានវិភាគឲ្យគ្រប់ជ្រុងជ្រោយហើយធ្វើឡើងក្នុងចេតនាគាំទ្រក្រុមប្រឆាំងអ្នកនាងទេពសូរាវីមានសេចក្តីរាយការណ៍អង្គការ Confrel រកឃើញថារដ្ឋាភិបាលកម្ពុជានៅមិនទាន់បំពេញចិត្តពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបាន100%នៅឡើយទេក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួនមួយឆ្នាំមកហើយដែលរដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាបានខិតខំបំពេញនិងអនុវត្តគោលនយោបាយរបស់ខ្លួននៅក្នុងនីតិកាលទី5ប៉ុន្តែពលរដ្ឋបានផ្ដល់ពិន្ទុមិនពេញចិត្តនៅក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដែលមិនមានសូចនាករឬកំណត់ឲ្យច្បាស់លាស់រដ្ឋាភិបាលនីតិកាលទី5បានដាក់ចេញនិងប្រកាសគោលនយោបាយ4វិស័យធំគឺទី1ការពារជាតិសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈទី2ពង្រឹងរដ្ឋបាលសាធារណៈវិមជ្ឈការនិងសហវិមជ្ឈការការពង្រឹងផ្នែកច្បាប់និងប្រព័ន្ធយុត្តិធម៌និងការប្រឆាំងអំពើពុករលួយទី3ការអភិវឌ្ឍសេដ្ឋកិច្ចនិងទី4ការអភិវឌ្ឍវិស័យអប់រំសុខាភិបាលការងារវប្បធម៌និងសង្គមគិច្ចក្នុងការសិក្សាវិស័យទាំង4នោះអង្គការ Confrel បានបែងចែកជា2គឺទី1គោលនយោបាយមានសូចនាករច្បាស់លាស់មានចំនួន16ចំណុចនិងទី2គោលនយោបាយគ្មានសូចនាករច្បាស់លាស់មាន33ចំណុចគោលនយោបាយគ្មានសូចនាករច្បាស់លាស់ទាំង33ចំណុចនោះត្រូវពលរដ្ឋមកពីរាជធានីភ្នំពេញនិងខេត្តសៀមរាបចំនួន250នាក់ដាក់ពិន្ទុដោយលទ្ធផលបញ្ជាក់ថាពលរដ្ឋរហូតទៅដល់ជិត 56% មិនពេញចិត្តនឹងការអនុវត្តគោលនយោបាយនៅក្នុងរយៈពេល1ឆ្នាំកន្លងមករាជពលរដ្ឋជាង 44% ពេញចិត្តខ្លះៗចំពោះការអនុវត្តគោលនយោបាយទាំងនោះ
សមាជិកគណៈកម្មាធិការនយោបាយនៃអង្គការ Conference លោកយងកំឯងនិងជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី23កុម្ភៈថាការទទួលព័ត៌មានរបស់ពលរដ្ឋពីគោលនយោបាយរបស់រដ្ឋាភិបាលនៅមានកម្រិតពិសេសការមិនកំណត់សូចនាករច្បាស់លាស់ពីគោលនយោបាយទាំងនោះហើយអាចជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់និងអនុវត្តឲ្យបានពេញលេញដែលធ្វើឲ្យពលរដ្ឋជួបការលំបាកពាក់ព័ន្ធនឹងការទទួលសេវាសាធារណៈនិងការចុះបញ្ជីដីធ្លីជាដើមតើជាពលរដ្ឋប្រមាណអ្នកដែលមិនដឹងថាខ្លួនឯងទៅរកសេវាសាធារណៈត្រូវចំណាយលុយបាទអញ្ចឹងក៏អាចជាតម្លៃបានចំពោះបញ្ហានេះអញ្ចឹងហើយបានអាចធ្វើឲ្យបន្ទុកក្នុងការបំពេញការងាររបស់រដ្ឋាភិបាលហ្នឹងមិនបានបន្ទុកលើមធ្យមភាគឬក៏ដល់មធ្យមភាគបាទទោះបីជាបែបនេះក្តីនៅក្នុងរយៈពេល1ឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី5រដ្ឋាភិបាលបានសម្រេចពេញលេញលើការបំពេញនិងអនុវត្តគោលនយោបាយចំនួន6ចំណុចនៅក្នុងចំណោម16ចំណុចនៃគោលនយោបាយដែលមានសូចនាករច្បាស់លាស់រួមមានកំណើនសេដ្ឋកិច្ច 7% នៅក្នុងមួយឆ្នាំការកាត់បន្ថយភាពក្រីក្រក្នុងអត្រា 1% នៅក្នុងមួយឆ្នាំការបញ្ឈប់ការផ្ដោតដីសម្បត្តិសេដ្ឋកិច្ចការកែលម្អផ្លូវលំជនបទជាជំហានពីផ្លូវក្រាលគ្រូក្រហមទៅជាផ្លូវក្រាលកស៊ូឬផ្លូវបេតុងការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុងនិងគោលដៅនៃចំនួនទេសចរពីក្រៅប្រទេសរាយគោលនយោបាយ7ចំណុចទៀតរួមមានការរក្សាផ្ទៃនេសាទទឹកសាបការចុះបញ្ជីដីធ្លីការកសាងគោលនយោបាយជាតិស្ដីពីសិទ្ធិលំនៅឋានការទទួលសេវាទឹកស្អាតការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឲ្យទៅដល់ភូមិបន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំនឹងការរៀបចំគោលនយោបាយជាតិស្ដីពីមុខរបរនិងការងារត្រូវបានរដ្ឋាភិបាលអនុវត្តសម្រេចបានខ្លះៗដោយឡែកគោលនយោបាយចំនួន3ទៀតដែលរដ្ឋាភិបាលអនុវត្តតែมันអាចសម្រេចតាមការសន្យានោះរួមមានគោលនយោបាយនាំចេញអង្គរឲ្យបាន1លានតោននៅក្នុងឆ្នាំ2015ការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើនិងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិកនៅក្នុងវិស័យឯកជនយ៉ាងណារបាយការណ៍របស់អង្គការ Conference នោះត្រូវបានអនុប្រធាននិងជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនីតិស្តីការគណៈរដ្ឋមន្ត្រីលោកទិតសុធាគិតថាជារបាយការណ៍មួយដែលធ្វើឡើងដោយមិនបានវិភាគឲ្យបានគ្រប់ជ្រុងជ្រោយហើយធ្វើឡើងនៅក្នុងចេតនាគាំទ្រគណៈបកប្រឆាំងជំនឿថាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគឺជាជំហានឆ្ពោះទៅមុខនៅក្នុងការកែតម្រង់ដូច្នេះយើងធ្វើជាជំហានមិនអាចក្នុងរយៈពេលដ៏ខ្លីយើងធ្វើបានតាមសំណុំពរទាំងស្រុងរបស់ប្រជាពលរដ្ឋឬមួយក៏សម្រាប់គោលនយោបាយរបស់ខ្លួនទាំងស្រុងបានទេពាក់ព័ន្ធទៅនឹងសកម្មភាពក្នុងរបាយការណ៍ដែលរកឃើញដោយអង្គការ Conference នេះលោកយងកំឯងសមាជិកគណៈកម្មាធិការនយោបាយនៃអង្គការ Conference បញ្ជាក់ថាធ្វើឡើងត្រឹមត្រូវហើយគ្មានភាពលំអៀងយ៉ាងណារបាយការណ៍នោះគឺជាគំរូឬការសិក្សាមួយដែលអាចផ្សារភ្ជាប់ការយល់ដឹងរបស់ពលរដ្ឋជាមួយគោលនយោបាយថ្នាក់ជាតិនិងលើកទឹកចិត្តទៅឲ្យពលរដ្ឋរៀនតាមដានពីគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីឲ្យក្លាយជាម្ចាស់ឆ្នោតពិតប្រាកដដែលមានឥទ្ធិពលនៅក្នុងការដាក់សម្ពាធទៅលើអ្នកនយោបាយដើម្បីឲ្យអ្នកនយោបាយធ្វើការទៅតាមឆន្ទៈរបស់ពលរដ្ឋនាងខ្ញុំទេពសុរាវីវិទ្យុអសីសេរីភ្នំពេញលោកអ្នកនាងជាទីមេត្រីនៅឯខេត្តបន្ទាយមានជ័យពលរដ្ឋប្រមាណ50នាក់នាំគ្នាតវ៉ានៅមុខសាលាសង្កាត់ប៉ោយប៉ែតទាមទារឲ្យចៅសង្កាត់ដកអ្នកស្រីមេភូមិព្រៃព្រិចចេញពីតំណែងកាលពីព្រឹកថ្ងៃច័ន្ទអ្នកភូមិបញ្ជាក់ថាការតវ៉ានេះកើតឡើងដោយសារក្រុមគ្រួសាររបស់មេភូមិអុកឡុកពលរដ្ឋនាំឲ្យមានការភ័យខ្លាចលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ប្រជាពលរដ្ឋដែលតវ៉ានោះឲ្យដឹងថាការដឹកនាំរបស់មេភូមិកន្លងទៅគឺគ្មានសមត្ថភាពដោះស្រាយបញ្ហាក្នុងភូមិទេហើយបើឲ្យដឹកនាំបន្តទៅមុខទៀតប្រជាពលរដ្ឋនៅតំបន់នោះនឹងគ្មានសេចក្តីសុខឡើយតំណាងប្រជាពលរដ្ឋម្នាក់គឺលោកសុកដាវីរស់នៅភូមិព្រៃព្រិចសង្កាត់នឹងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យថ្លែងនៅថ្ងៃទី23កុម្ភៈថាមូលហេតុដែលពួកគេតវ៉ានេះដោយសារមិនពេញចិត្តសកម្មភាពរបស់មេភូមិដែលប្រើអំណាចផ្ដាច់ការគឺបណ្ដោយឲ្យកូនចៅរបស់ខ្លួនបង្កអុកឡុកប្រជាពលរដ្ឋក្នុងភូមិជាបន្តបន្ទាប់ធ្វើឲ្យអ្នកភូមិរស់នៅដោយភ័យខ្លាចម្យ៉ាងទៀតនៅពេលដែលកូនមេភូមិមានបញ្ហាជាមួយប្រជាពលរដ្ឋម្ដងគឺមេភូមិតែងតែដោះដៃចេញហើយមិនដោះស្រាយបណ្ដឹងឲ្យឡើយជាភូមិមេភូមិអញ្ចឹងគាត់ថាកូនចៅគាត់បីក្មេងៗអញ្ចឹងទៅគាត់មានអត់មានថានេះគាត់ជួយកូនចៅគាត់ថែមហើយបញ្ជូនគេទៅប្តឹងដល់ថាកូនចៅចាស់ណាឥឡូវតែមួយចុះពីយើងសុំទោសគ្នាទៅវិញទៅមកទៅយើងចាស់ដូចគ្នាគាត់អត់ទេគាត់ឲ្យថាចង់ប្តឹងឲ្យទៅដល់ណាក៏ទៅដែរហើយស្មារតីហ្នឹងជិះម៉ូតូទៅដាក់កាមេរ៉ាពីមុខម៉ូតូវាវិទ្យុ RCC រៃពុំអាចតាក់ទងមេភូមិព្រៃព្រិចគឺអ្នកស្រីហុកលឿមដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី23កុម្ភៈចំណែកឯចៅសង្កាត់ប៉ោយប៉ែតលោកនុតលីមានប្រសាសន៍បញ្ជាក់ថានៅក្នុងករណីនេះពុំដឹងថាមេភូមិបានប្រព្រឹត្តខុសដោយការចោទប្រកាន់របស់អ្នកភូមិពិតមែនឬយ៉ាងណានោះទេ
ហើយលោកថាពុំទាន់សម្រេចដកមេភូមិចេញពីតំណែងតាមសំណូមពររបស់ប្រជាពលរដ្ឋភ្លាមៗនោះដែរយើងមិនមែនតែនឹកឃើញដកបានទេព្រោះរដ្ឋបាលសង្កាត់ដែលមានក្រុមឧស្សាហ៍នឹងវាយតម្លៃដោះស្រាយហើយយើងមកសន្ទនាមួយគាត់ឲ្យគាត់ដាក់ពាក្យបណ្ដឹងមកខ្ញុំដោះស្រាយជូនបានអញ្ជើញមេភូមិមកសាកសួរតើវាមានបញ្ហាអីគាត់វិសាសួរហើយខ្ញុំរៀបចំគណៈកម្មការមួយចោលទៅដល់ភូមិដើម្បីយើងស្រាវជ្រាវមើលមានបទករណីខ្លះដែលប៉ះពាល់មួយជាបរិបទឬសម្រាប់យើងសន្យាមួយជាបរិបទហើយមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបន្ទាយមានជ័យលោកស៊ុំច័ន្ទគាមានប្រសាសន៍ថាកន្លងមកប្រជាពលរដ្ឋធ្លាប់ប្រាប់លោកអំពីទុក្ខលំបាកក្រោមការដឹកនាំរបស់មេភូមិព្រៃព្រិចនោះហើយថាមេភូមិបានប្រើអំណាចគំរាមកំហែងប្រជាពលរដ្ឋនិងប្រកាន់បកពួកនិយមទុកថាចៅសង្កាត់និងមន្ត្រីពាក់ព័ន្ធគួរធ្វើការស៊ើបអង្កេតនិងចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់អញ្ចឹងបើសិនតែទាក់ទងទៅលើការមេភូមិធ្វើទុកមុខមិនលេងធ្វើអីមានការគម្រាមកំហែងដល់ប្រជាពលរដ្ឋមានសាច់សណ្ដានរបស់ខ្លួនគឺការគម្រាមកំហែងដល់ប្រជាពលរដ្ឋគួរតែអាជ្ញាធរចុះពិនិត្យហើយនឹងថាតើមេភូមិនឹងបានបំពេញកាតព្វកិច្ចទូនាទីគឺដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែរហើយនៅបម្រើប្រជាពលរដ្ឋដែរហើយនៅប៉ុន្តែបើសិនជាមេភូមិមិនបានបម្រើការងារជូនប្រជាពលរដ្ឋដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទេបែរទៅមានជាការគម្រាមកំហែងឬលក្ខណៈណាមួយគឺតែពិចារណានឹងដកចេញទៅកន្លងទៅប្រជាពលរដ្ឋធ្លាប់តវ៉ាឲ្យចៅសង្កាត់ប៉ោយប៉ែតដកមេភូមិចេញពីតំណែងចំនួន2លើករួចមកហើយតែពុំទទួលបានលទ្ធផលទេអ្នកភូមិបញ្ជាក់ថាបើសិនជាការតវ៉ាលើកទី3នេះគ្មានដំណោះស្រាយទៀតពួកគេនឹងនាំគ្នាតវ៉ាទៅសាលាខេត្តបន្ទាយមានជ័យក្នុងពេលឆាប់ៗខ្ញុំភូមិចម្រើនវិទ្យុ RCC ពីខេត្តបាត់ដំបងលោកអ្នកនាងជាទីមេត្រីនៅសល់រយៈពេលតែ10ខែទៀតទេប្រទេសកម្ពុជានិងប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានចំនួន9ផ្សេងទៀតនឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចបញ្ចូលគ្នាមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានដឹងថាការគ្រោងនិងច្របាច់សេដ្ឋកិច្ចបញ្ចូលគ្នាតែមួយនេះធ្វើឲ្យកម្ពុជារៀបចំខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចឲ្យទាន់ប្រទេសមួយចំនួនទៀតដែលមានការជឿនលឿនផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់លោកហងសាវយុទ្ធមានសេចក្តីរាយការណ៍រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពិភាក្សាជាមួយវិស័យឯកជននៅតាមបណ្ដាខេត្តមួយចំនួនដើម្បីបង្ហាញពីគោលការណ៍និងវិធីសាស្ត្រថ្មីៗឲ្យក្រុមអ្នកជំនួញនិងអ្នកវិនិយោគផ្នែកឯកជនបានរៀបចំខ្លួនជាស្រេចសម្រាប់ទទួលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានវេទិកាវិស័យឯកជននៅតាមបណ្ដាខេត្តនេះរៀបចំឡើងជាឱកាសឲ្យម្ចាស់អាជីវកម្មនិងវិស័យឯកជនទាំងឡាយបានយល់អំពីការប្រកួតប្រជែងគ្នាព្រមទាំងការប្រឈមសម្រាប់អាជីវកម្មនៅពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងមកដល់នៅខែធ្នូឆ្នាំ2015ខាងមុខរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មគឺលោកស៊ុនច័ន្ទថុលលោកមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីថ្លែងបើកវេទិកាវិស័យឯកជននៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃច័ន្ទទី23ខែកុម្ភៈថាដោយសារកម្ពុជាគឺជាប្រទេសតូចហើយធ្លាប់តែបើកចំហពាណិជ្ជកម្មនាំចូលជាយូរមកហើយគឺនឹងមិនមានការប្រឈមមុខផ្នែកពាណិជ្ជកម្មនៅពេលដែលធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ានទេលោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថាជាច្រើនឆ្នាំមកហើយកម្ពុជាក៏ដូចជាប្រទេសអាស៊ានបានបន្ថយពន្ធនាំចូលស្ទើរតែទាំងអស់ទៅហើយដូច្នេះមិនមានអ្វីព្រួយបារម្ភអំពីការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនៅពេលខាងមុខទេប៉ុន្តែអ្វីដែលកម្ពុជាព្រួយបារម្ភគឺខ្លាចក្រែងតែកម្មករនិងអ្នកជំនាញកម្ពុជាទៅធ្វើការឲ្យប្រទេសដទៃមិនធ្វើការឲ្យប្រទេសខ្លួនឯងព្រួយបារម្ភជាទេថ្ងៃក្រោយដល់ឆ្នាំក្រោយទៅវិជារាជបានអីគិតទៅធ្វើការនៅស្រុកគេឯងអ្នកវិស្វករយើងឧទាហរណ៍ពេទ្យយើងរត់ទៅធ្វើការស្រុកគេព្រោះប្រាក់ខែគេច្រើនជាងអាហ្នឹងគឺជាការលំបាកមួយដែលយើងមានការព្រួយបារម្ភថាយើងធ្វើយ៉ាងណាក៏ដោយឲ្យប្រជាពលរដ្ឋយើងអ្នកជំនាញយើងនេះធ្វើការនៅកម្ពុជាយើងជួយកសាងប្រទេសជាតិរបស់យើងភាគសេដ្ឋកិច្ចក៏យល់ឃើញប្រហាក់ប្រហែលគ្នានឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែរថាដោយសារតែពន្ធនាំចូលត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុងទៅហើយដូច្នេះនៅពេលដែលកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងអាស៊ានគឺវាមានការប្រឈមមុខខ្លះប៉ុន្តែមិនធំដុំទេប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាលោកច័ន្ទសុផលបានមើលឃើញថាដោយសារមានការកាត់បន្ថយពន្ធនាំចូលស្ទើរតែទាំងស្រុងគឺនៅពេលដែលកម្ពុជាធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានវាអាចនឹងធ្វើឲ្យទំនិញបរទេសនាំចូលមកកម្ពុជាច្រើននិងតម្លៃថោក
ដូច្នេះបើនិយាយពីការប្រកួតប្រជែងនៅលើទីផ្សារគឺទំនិញក្នុងស្រុកប្រហែលជាចាញ់ទំនិញបរទេសខ្ញុំធ្លាប់វិភាគជាសរុបទៅខ្ញុំយល់ថាប្រទេសកម្ពុជាយើងនឹងអាចចាញ់ប្រៀបគេបន្តិចរឿងទំនិញនាំចូលជាពិសេសចំពោះសហគ្រាសខ្នាតតូចចំពោះកសិករសហជីពប្រកួតជាមួយគេប៉ុន្តែដោយឡែកចំពោះសហគ្រាសវិនិយោគមកពីស្រុកក្រៅធំគេនឹងមានភាពងាយស្រួលជាងមុនក្នុងការទិញទំនិញជាវត្ថុធាតុដើមទំនិញពាក់កណ្ដាលសម្រាប់គេថាភាពចូលនោះបាទក៏ប៉ុន្តែអាជីវករម្នាក់នៅខេត្តសៀមរាបលើកឡើងថាបច្ចុប្បន្នអ្នករកទទួលទាននៅក្នុងស្រុកខ្លះហាក់នៅមានភាពងងឹតមិនយល់ច្បាស់លាស់អំពីច្បាប់នៅឡើយទេអាជីវករដដែលបញ្ជាក់ថាអាជីវករខ្លះបើរកទទួលទានដោយឲ្យសុំច្បាប់ទម្លាប់គឺគាត់នៅមានការភិតភ័យដូច្នេះគួរក្រសួងពាណិជ្ជកម្មរៀបចំឲ្យមន្ត្រីពាក់ព័ន្ធត្រូវមានក្រមសីលធម៌ច្បាស់លាស់ដើម្បីលើកទឹកចិត្តឲ្យអ្នករកទទួលទានមានទំនុកចិត្តលើច្បាប់ផងដែររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឲ្យដឹងថានៅពេលដែលបណ្ដាប្រទេសអាស៊ានទាំង10រួមបញ្ចូលសេដ្ឋកិច្ចគ្នាតែមួយនៅខែធ្នូឆ្នាំ2015ខាងមុខគឺនឹងធ្វើឲ្យទីផ្សារសេដ្ឋកិច្ចអាស៊ានមានប្រជាពលរដ្ឋជាង600លាននាក់ព្រមទាំងមានផលិតផលក្នុងស្រុកគិតជាទឹកប្រាក់ចំនួនជាង$3000 លានសហរដ្ឋអាមេរិកដូច្នេះថ្នាក់ដឹកនាំរដ្ឋនៃសមាជិកអាស៊ានធ្លាប់បានឯកភាពគ្នាថាការរួមបញ្ចូលសេដ្ឋកិច្ចអាស៊ានតែមួយគឺមិនត្រូវឲ្យមានរបាំងពន្ធក្នុងការនាំទំនិញចេញចូលទេដើម្បីឲ្យបណ្ដាប្រទេសអាស៊ានក្លាយទៅជាតំបន់ផលិតតែមួយខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបអាស៊ីសេរីលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាផ្សេងៗទៀតនៅពេលបន្តិចទៅនេះលោកអ្នកនាងអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ស្ដីអំពីរាជបណ្ឌិតសភាបង្ហាញអំពីផលប៉ះពាល់គម្រោងទំនប់វារីអគ្គិសនីដនសហុងដល់លោកហ៊ុនសែននិងបណ្ដាស្ថានទូតនានាពលរដ្ឋខេត្តពោធិ៍សាត់ប្រមាណ200គ្រួសារបារម្ភបាត់បង់លំនៅឋានដោយសារគម្រោងអភិវឌ្ឍតំបន់ទេសចរនីតិច្បាប់ប្រចាំសប្តាហ៍ស្ដីអំពីការដាក់ទានជាអំណោយអាំងប៉ាវដល់មន្ត្រីរដ្ឋាភិបាលផ្ទុយពីគោលការណ៍អន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយនិងប៉ះពាល់ដល់កិត្យានុភាពជាតិហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីក្តីរាយការណ៍ពិស្ដាលោកអ្នកនាងជាទីមេត្រីរាជបណ្ឌិតសភាកម្ពុជាដែលជាស្ថាប័នមួយរបស់រដ្ឋបានដាក់សំណើមួយទៅលោកនាយករដ្ឋមន្ត្រីនិងបណ្ដាស្ថានទូតនានាស្ដីពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីដនសហុងរបស់ប្រទេសឡាវកាលពីថ្ងៃច័ន្ទទី23ខែកុម្ភៈស្ថាប័នដែលប្រមូលផ្ដុំដោយក្រុមបណ្ឌិតមួយនេះរំពឹង 100% ថាប្រមុខរដ្ឋាភិបាលនឹងមើលរបាយការណ៍របស់ខ្លួនលោកប្រាជេវរាយការណ៍បណ្ឌិតមួយក្រុមនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាដែលចុះសិក្សាដល់កន្លែងទំនប់វារីអគ្គិសនីដនសហុងហើយរកឃើញថាប្រសិនបើគម្រោងនេះដំណើរការនឹងធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន10ខេត្តក្នុងប្រទេសកម្ពុជានិងប៉ះពាល់ជីវៈចម្រុះក្នុងទឹកហើយត្រីផ្សោតដែលជាសត្វកម្រនឹងផុតពូជជាងនេះទៅទៀតពលរដ្ឋចំនួន50ភូមិដែលស្មើនឹង 45,000 នាក់ដែលរស់ក្បែរតំបន់នោះនឹងបាត់បង់មុខរបរលោកបណ្ឌិតសុកទូចប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាថ្លែងឲ្យដឹងថាការដាក់លិខិតនេះគឺជាការងារដែលរាជបណ្ឌិតសភាកម្ពុជាត្រូវតែធ្វើបន្ទាប់ពីសិក្សាស្រាវជ្រាវរួចហើយលោកបណ្ឌិតសុកទូចរំពឹងថារាជរដ្ឋាភិបាលកម្ពុជានឹងពិនិត្យមើលឯកសាររបស់ក្រុមការងាររបស់រាជបណ្ឌិតសភាខ្ញុំជឿជាក់ថារាជបណ្ឌិតសភាមិនមែន NGO ទេអញ្ចឹងមិនមែនសម្ដេចនាយកលោកកង្វល់ទេមិនមែនក្រសួងធនធានកង្វល់ទេនេះគឺជាការស្នើសុំរបស់រាជបណ្ឌិតសភាកម្ពុជាដែលឈរនៅលើវិទ្យាសាស្ត្រនិងការសិក្សាស្រាវជ្រាវគេមានកង្វល់អញ្ចឹងបើសិនជារាជបណ្ឌិតសភានៅក្នុងរដ្ឋាភិបាលអញ្ចឹងក៏ជាបន្ទុករបស់រដ្ឋាភិបាលកង្វល់រឿងនេះហើយសូមឲ្យប្រទេសឡាវពន្យាសិនបាទរបាយការណ៍កម្រាស់6ទំព័រសរសេរជាភាសាខ្មែរនិងភាសាអង់គ្លេសជាផ្លូវការរបស់រាជបណ្ឌិតសភាកម្ពុជាបានសិក្សាទិដ្ឋភាពច្បាប់ទិដ្ឋភាពធម្មជាតិនិងទិដ្ឋភាពនយោបាយបញ្ជាក់ថាក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវសំណូមពរឲ្យភាគីឡាវផ្អាកការសាងសង់ទំនប់វារីអគ្គិសនីនេះហើយងាកមកសិក្សាពីផលប៉ះពាល់ផ្លូវទឹកក្រោមជាមុនសិន
អ្នកវិភាគឯករាជ្យបញ្ហាសង្គមនិងបរិស្ថានលោកអែមឧត្តមនិយាយថារដ្ឋាភិបាលកម្ពុជាកន្លងមកមិនសូវហ៊ានរិះគន់ការសាងសង់ទំនប់វារីអគ្គិសនីដនសហុងឡើយតែបិទឲ្យរដ្ឋាភិបាលកម្ពុជាកំពុងតែសាងសង់ទំនប់វារីអគ្គិសនីច្រើនណាស់ដែរប៉ុន្តែលោករំពឹងថាលិខិតរបស់រាជបណ្ឌិតសភាកម្ពុជាអាចធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមានឯកសារយោងដើម្បីដាក់សំណើទៅភាគីឡាវជាទូទៅហាក់ដូចជានិយាយអត់ទៅលឺខាងរដ្ឋាភិបាលពួកអីគាត់ប្រើភាសាការទូតច្រើននៅក្នុងទំនប់វារីអគ្គិសនីពួកអីឃើញថាអាចថ្ងៃអនាគតទៅខ្មែរយើងក៏សង់ទំនប់ដែរនៅទេសានក្រំ2ហ្នឹងវាក្បែរឡាវដែរណាអាចនឹងគេខាងនោះគេរិះគន់វិញប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស4ដែលទន្លេមេគង្គហូរកាត់រួមមានប្រទេសឡាវប្រទេសថៃនិងប្រទេសវៀតណាមក្រៅពីបង្កើតគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គប្រទេសចំនួន3គឺប្រទេសកម្ពុជាឡាវនិងប្រទេសវៀតណាមបានប្រើពាក្យស្លោករួមគ្នាគឺយើងមានមិត្តភាពទន្លេមេគង្គយើងផឹកទឹកទន្លេមេគង្គរួមគ្នាលោកបណ្ឌិតសុកទូចទាមទារឲ្យប្រទេសឡាវត្រូវសិក្សាពីផលប៉ះពាល់នៃប្រទេសទាំងនេះមិនមែនសិក្សាពីផលប៉ះពាល់តែប្រទេសឡាវតែមួយនោះទេគម្រោងទំនប់នេះមានចម្ងាយ 1500 ម៉ែត្រពីព្រំប្រទល់ប្រទេសកម្ពុជាប្រជាពលរដ្ឋរស់នៅឃុំព្រះរំកិលស្រុកថាឡាបរវត្តខេត្តស្ទឹងត្រែងលោកហួតសេងមានការព្រួយបារម្ភថានៅពេលដែលគម្រោងទំនប់សាងសង់រួចហើយលោកនឹងបាត់បង់មុខរបរព្រមទាំងបាត់បង់ដីសម្រាប់ដាំដុះដំណាំប្រចាំថ្ងៃតាមពិតទៅការបារម្ភរបស់ខ្ញុំគឺវាវាយក្រោយវានឹងបាត់បង់អេកូទេសចរទី2មកគឺលងថតស្អីទាំងអស់នោះគឺវាត្រូវបាត់បង់ហើយពិសេសដំណាំកសិកម្មតាមមាត់ទន្លេនោះដោយរងថ្ងៃយើងដាំជាលឹកជាស្អីថៃថោគ្រប់ប្រភេទហ្នឹងទី3មកទៀតគឺសំខាន់គឺបាត់បង់ត្រីទូចមេត្រីបាទព្រោះនៅកម្ពុជាយើងមានទូចមេត្រីធំអញ្ចឹងវាអាចមិនធ្វើចរាចរណ៍ចុះឡើងអត់បានណាទំនប់វារីអគ្គិសនីដនសហុងដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសឡាវជិតខ្សែទឹកទន្លេមេគង្គខាងលើនៃប្រទេសកម្ពុជាទំនប់វារីអគ្គិសនីដែលបំរុងសាងសង់នោះមានកម្ពស់ពី30ទៅ32ម៉ែត្រនិងប្រវែងប្រហែល7គីឡូម៉ែត្រគឺនៅចន្លោះកោះធំក្នុងទឹកដីឡាវជាប់ព្រំប្រទល់ប្រទេសកម្ពុជាដែលស្ថិតនៅក្នុងតំបន់ស៊ីផាន់ដនភាគខាងត្បូងនៃប្រទេសឡាវលទ្ធភាពផលិតអគ្គិសនីចាប់ពី240ទៅ360មេហ្គាវ៉ាត់ក្រុមហ៊ុនដែលទទួលសាងសង់មកពីប្រទេសម៉ាឡេស៊ីរបាយការណ៍របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា The NGO Forum on Cambodia អះអាងថាទំនប់នេះនឹងបង្កការលំបាកដល់ត្រីបម្លាស់ទីប្រចាំរដូវដើម្បីរកចំណីនិងពងប៉ះពាល់ដល់ជីវភាពមនុស្សរស់នៅក្នុងតំបន់នោះប្រមាណជា60លាននាក់ក្នុងនោះប៉ះពាល់ផ្ទាល់ដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ6លាននាក់ដែលរំពឹងអាស្រ័យផលទៅលើទឹកទន្លេមេគង្គនាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា The NGO Forum on Cambodia លោកទឹកវណ្ណារាលើកឡើងថាលិខិតរបស់រាជបណ្ឌិតសភាកម្ពុជានៅពេលនេះគឺទាន់សភាពការខណៈដែលថ្នាក់ដឹកនាំប្រទេសឡាវនឹងមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី26ដល់ថ្ងៃទី27ខែកុម្ភៈខាងមុខក្នុងនាមជាសង្គមស៊ីវិលលោកទឹកវណ្ណារាស្នើដល់ប្រមុខរដ្ឋាភិបាលកម្ពុជានឹងលើកយករបៀបវារៈនិងផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីដនសហុងទៅភាគីឡាវក្នុងពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាសម្រាប់ខ្ញុំយល់ខាងការដាក់លិខិតនេះគឺជារឿងត្រឹមត្រូវហើយទី2ខ្ញុំសង្ឃឹមថាជំនួបកំពូលរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសឡាវនិងប្រទេសកម្ពុជានឹងមានរបៀបវារៈទាក់ទងការអភិវឌ្ឍទំនប់ដនសហុងជាពិសេសនឹងលើកឡើងពីក្តីបារម្ភហើយការស្នើរបស់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជននៅ4ប្រទេសឲ្យមានការបញ្ឈប់ទាក់ទងការអភិវឌ្ឍទំនប់ដនសហុងបាទរដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអង្គភិបប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានឲ្យដឹងនៅថ្ងៃទី23ខែកុម្ភៈថាលោកមិនទាន់ឃើញសំណើរបស់រាជបណ្ឌិតសភាកម្ពុជានៅឡើយទេយ៉ាងណាក៏ដោយចុះលោកផៃស៊ីផានយល់ថាសំណើមួយនេះជាឯកសារដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាគួរថ្លែងយ៉ាងណាទៅរដ្ឋាភិបាលឡាវទាក់ទងផលប៉ះពាល់នេះហើយហើយដូច្នេះរាជរដ្ឋាភិបាលនឹងសម្ជួបទៅប្រព័ន្ធមានទាំងអស់តែដើម្បីទៅជាបន្ទាល់ក្នុងការស្នើសុំថាជួយគ្រប់គ្រងឬមិនជួយគ្រប់គ្រងនេះឯងប៉ុន្តែនៅក្នុងសាច់រឿងនេះទោះជាយ៉ាងណាយើងតែស្ថិតនៅក្នុងសេតដៃគូក្នុងការពិភាក្សារវាកម្ពុជាជាមួយឡាវរាជបណ្ឌិតសភាកម្ពុជារំពឹងថារាជរដ្ឋាភិបាលកម្ពុជានិងបណ្ដាស្ថានទូតក្នុងប្រទេសកម្ពុជានឹងផ្ដល់តម្លៃដល់ការសិក្សារកឃើញនៃការដាក់សំណើនេះតាមបែបផែនរដ្ឋបាលរាជបណ្ឌិតសភាកម្ពុជាដាក់ឯកសារបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយទើបស្ថាប័នមួយនេះចាត់ចែងបន្តខ្ញុំប្រាជ្ញវុទ្ធុអាស៊ីសេរីភ្នំពេញ
រដ្ឋប្រមាណ200គ្រួសារដែលសង់ផ្ទះនិងខ្ទមរស់នៅក្នុងព្រៃក្បែរល្អាងបុរាណធម្មជាតិរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងខេត្តពោធិ៍សាត់បារម្ភពីសុវត្ថិភាពនៃការតាំងទីលំនៅរបស់ខ្លួនខណៈអាជ្ញាធរនិងមន្ត្រីជំនាញទប់ស្កាត់សកម្មភាពទន្ទ្រានដីព្រៃបន្ថែមដែលនាំឲ្យប៉ះពាល់ដល់ល្អាងហើយគ្រោងអភិវឌ្ឍតំបន់នោះឲ្យទៅជាតំបន់ទេសចរលោកចិនជាថាមានសេចក្តីរាយការណ៍មុននឹងធ្វើដំណើរដល់លំនៅឋានរបស់អ្នកភូមិឬល្អាងបុរាណធម្មជាតិរំលេចនេះគេត្រូវធ្វើដំណើរកាត់តាមផ្លូវក្រាលកៅស៊ូនិងគ្រួក្រហមជាង60គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់មកដល់ចំណុចភូមិអូដេកានៃឃុំក្រពើ2ទើបបន្តដំណើរចូលព្រៃកាត់តាមជ្រលងអូនិងឡើងភ្នំជិត8គីឡូម៉ែត្រទៀតស្ថិតនៅកណ្ដាលព្រៃដែលមិននឹកស្មានថាមានមនុស្សរស់នៅច្រើនដោយសារគ្មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មន្ទីរពេទ្យនិងសាលារៀនជាដើមបែរជាមានផ្ទះនិងខ្ទមសង់រកេតរកូតជាច្រើនខ្នងដែលពេលខ្លះមានប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានក្បាលទទួលក្រមាទើបត្រឡប់ពីចំការមកអង្គុយត្របោមក្បាលជង្គង់ជជែកជាមួយនឹងអ្នកភូមិជាង50នាក់នៅក្រោមផ្ទះប្រក់ស័ង្កសីបាំងជញ្ជាំងក្តារមិនទាន់ហើយមួយខ្នងគឺអ្នកស្រីពៅរ៉នមានប្រសាសន៍ថាពលរដ្ឋភាគច្រើនបានចូលកាប់រៀនព្រៃនិងតាំងទីលំនៅក្បែរល្អាងរំលេចក្នុងចន្លោះឆ្នាំ2007ដល់ឆ្នាំ2013តាមរយៈការទិញដូរគ្មានលិខិតស្នាមពីឆ្មាំយាមល្អាងគឺអ្នកស្រីទូចសាយនិងប្តីអ្នកស្រីបន្តថារូបគាត់និងកូនចៅចំនួន3គ្រួសារទៀតបានចំណាយប្រាក់ចំនួន$2,000ដើម្បីទិញដីចម្ការទំហំទទឹង200ម៉ែត្រនិងបណ្ដោយ1000ម៉ែត្រស្ថិតនៅខាងលិចល្អាងចម្ងាយប្រហែល500ម៉ែត្រខ្ញុំគាត់លក់ឲ្យវាស់វែងឲ្យខ្ញុំកាប់បានធ្វើស្រូវដាំដំណាំបានខ្នោអីពោះអស់ហើយខំកាប់អត់ចេញទេខ្ញុំចេញពីនឹងដឹងទៅនៅណាទេពួកខ្ញុំស្រឡាញ់ដូចថាអំខូនហ្នឹងគាត់ចេះគ្រប់គ្រងប្រជាជនគាត់ចេះចែកឲ្យរស់នៅប៉ុន្តែចំណែកយីហ្នឹងគាត់លក់ឲ្យខ្ញុំហើយចែកខ្ញុំហើយស្រាប់តែគាត់យកកម្លាំងមកទៀតអត់មានដីគាត់ឲ្យខ្ញុំទៅខាងព្រៃវាស់អាវាលនឹងឲ្យគេឲ្យខ្ញុំអត់ព្រមដល់ពេលចឹងទៅគាត់មានធានការខឹងខ្ញុំគាត់ចេះរោល្បិចឲ្យខ្ញុំចេញប្រជាពលរដ្ឋដែលភៀសច្រើនមកពីខេត្តបាត់ដំបងប៉ៃលិននិងខេត្តតាកែវបានសម្រុកចូលកាប់រុករាននិងដុតបំផ្លាញព្រៃឈើស្រោងនិងពាក់កណ្ដាលស្រោងស្ទើររង្គៀលនៅចំណុចមួយចំនួនក្បែរល្អាងរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងក្រុមពលរដ្ឋបានចូលតាំងទីលំនៅតំបន់នោះដោយខ្លួនឯងនិងខ្លះអះអាងថាមានមេខ្យល់អូសទាញចំនួន3ក្រុមផ្សេងទៀតក្រៅពីអ្នកស្រីទូចសាយតាក់ទងបញ្ហានេះសមាជិកប៉ូលីសបានចាប់តំណាងពលរដ្ឋម្នាក់ឈ្មោះជួបខនបញ្ជូនទៅតុលាការកាលពីថ្ងៃទី4ខែកុម្ភៈឆ្នាំ2015ដោយចោទពីបទកាប់រុករានដីព្រៃតុលាការបានសម្រេចឃុំខ្លួនភ្លាមដើម្បីបើកការស៊ើបអង្កេតករណីនេះកាលនោះអ្នកភូមិរស់នៅចំណុចរំលេចបានប្រតិកម្មនឹងតវ៉ាសុំឲ្យដោះលែងដោយសំអាងថាតំណាងរបស់ខ្លួនគ្មានទោសកំហុសដោយការចោទប្រកាន់ទេផ្ទុយទៅវិញអ្នកដែលមើលការខុសត្រូវល្អាងរំលេចគឺអ្នកស្រីទូចសាយនិងមន្ត្រីមានសមត្ថកិច្ចប្រចាំការនៅតំបន់នោះមួយចំនួនទេដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្បែរល្អាងនេះវិទ្យុអាស៊ីសេរីបានព្យាយាមតាក់ទងអ្នកស្រីទូចសាយដើម្បីឆ្លើយតបនឹងការចោទប្រកាន់របស់ក្រុមពលរដ្ឋនេះដោយផ្ទាល់និងតាមទូរស័ព្ទប៉ុន្តែមិនអាចតាក់ទងបានរហូតមកដល់ថ្ងៃទី23ខែកុម្ភៈយ៉ាងណាប្រធានមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់លោកឡាចផេងលីបញ្ជាក់ថាអ្នកស្រីទូចសាយត្រូវបានអតីតប្រធានមន្ត្រីវប្បធម៌ធ្វើលិខិតស្នើសុំទៅថ្នាក់លើដើម្បីឲ្យគាត់បានធ្វើជាឆ្មាំយាមល្អាងនៅអំឡុងឆ្នាំ2012គឺបន្ទាប់ពីគាត់ចូលទៅរស់នៅមុនគេក្នុងឆ្នាំ2003ហើយបាននាំពលរដ្ឋចំនួន56គ្រួសារផ្សេងទៀតទៅកាប់រៀនព្រៃនិងតាំងទីលំនៅតំបន់នោះដែរពីមុនគាត់ទៅដល់គាត់កាប់រៀនធ្វើចំការប៉ុន្តែដល់ចុងក្រោយគាត់ដឹងហើយល្អាងនេះគាត់ដឹងដោយសារគាត់ដែរគាត់មានតបោះអីហ្នឹងនៅនឹងទៅគាត់មានអតិជំនឿគាត់ឈប់កាប់ព្រៃហ្នឹងទៅហើយគាត់សោកស្ដាយស្រីភ្នំនឹងជាងគេតែចឹងទៅលោកប្រធានមន្ត្រីដែលគាត់គ្រប់គ្រង2012ហ្នឹងលោកអុកសវុតជាមួយលោករស់តំណាងហ្នឹងគាត់ចេញលិខិតមួយឲ្យគាត់ថែរក្សាល្អាងហ្នឹងមិនមានអ្នកណាទៅបំផ្លាញទីចកាយអីឆាប់ព្រីតាមមន្ត្រីទីដឹងទីនឹងដាក់វិធានការទៅ
លោកបន្ថែមថានៅចំពោះមុខមន្ទីរបានអភិរក្សទួលល្អាងនិងផ្ទៃដីព្រៃជុំវិញល្អាងទំហំ100ហិកតាប៉ុន្តែវិធានការការពារព្រៃឈើក្រៅពីនេះគឺជាដែនសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើឬខាងមន្ទីរបរិស្ថានចំណែកវិធានការរៀបចំពលរដ្ឋរស់នៅក្បែរល្អាងឬបញ្ជាផលប៉ះពាល់ផ្សេងៗប្រសិនបើមានការអភិវឌ្ឍតំបន់នោះទៅជាតំបន់ទេសចរណ៍គឺអាស្រ័យលើអាជ្ញាធរពាក់ព័ន្ធនិងមានវិធានការដោះស្រាយចំពោះបញ្ហានេះមន្ត្រីនាំពាក្យសាលាខេត្តពោធិ៍សាត់លោកកើតឆាយធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថាក្នុងពេលឆាប់ខាងមុខអាជ្ញាធរមានវិធានការគ្រប់គ្រងនិងចុះស្រង់ស្ថិតិពិតប្រាកដរបស់ប្រជាពលរដ្ឋរស់នៅតំបន់ក្បែរល្អាងរំលេចនោះនៅចំពោះមុខអាជ្ញាធរបានទប់ស្កាត់ដាច់ខាតចំពោះការកាប់រុករានដីព្រៃបន្ថែមដោយរក្សាការរស់នៅនិងផ្ទៃដីកាប់រានបានទំហំប៉ុណ្ណាគឺផ្អាកនៅត្រឹមនោះសិនក្រុមពលរដ្ឋដែលចូលទៅរស់នៅក្បែរល្អាងរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងកាន់តែខ្វល់ចិត្តដោយខ្លាចបាត់បង់ទីលំនៅនិងដីធ្លីដែលខ្លួនបានទិញឬខំកាប់ឆ្ការបាននាពេលកន្លងមកបន្ទាប់ពីប៉ូលីសចាប់តំណាងម្នាក់ដាក់ពន្ធនាគារហើយទទួលព័ត៌មានថាអាជ្ញាធរមានសមត្ថកិច្ចនិងអភិរក្សផ្ទៃដីព្រៃជុំវិញល្អាងរំលេចនេះទំហំ 3000 ម៉ែត្រការ៉េហើយនឹងដកហូតដីពីប្រជាពលរដ្ឋណាដែលស្ថិតនៅក្នុងដែនអភិរក្សនេះអ្នកស្រីសុតធួមានវ័យជាង50ឆ្នាំជាប្រជាពលរដ្ឋម្នាក់មកពីខេត្តបាត់ដំបងកំពុងឈរផ្អែកជញ្ជាំងផ្ទះក្នុងទឹកមុខក្រៀមក្រំទំនងជាបារម្ភអំពីសុវត្ថិភាពដីធ្លីនិងការរស់នៅក្បែរល្អាងដូចជាអ្នកភូមិដទៃទៀតដែរគាត់មានប្រសាសន៍ថារូបគាត់និងអ្នកភូមិជាច្រើនអ្នកទៀតសុទ្ធតែខ្វះខាតដីធ្លីរស់នៅហើយចង់ឃើញការអភិវឌ្ឍនៅនឹងកន្លែងដោយមិនចាំបាច់ធ្វើបាបប្រជាពលរដ្ឋឬដកហូតដីនោះទេគាត់និយាយថាបើសិនណាជាអភិវឌ្ឍល្អាងនឹងគាត់នឹងដាក់ 3000 ម៉ែត្រពីល្អាងអញ្ចឹងប្រជាពលរដ្ឋរស់នៅនេះគ្នាខំកាប់ខំរៀនបានតិចតួចប្រកបអាជីវកម្មហ្នឹងគាត់ដេញទៅឲ្យដល់ពេលគ្នាទៅលកេលកាបានអីទៀតកូនចាអញ្ចឹងហើយវាកើតទុកម្នាក់ណាមន្ត្រីរបស់សមាគមអាត6និងលីកាដូប្រចាំខេត្តពោធិ៍សាត់បានសហការគ្នាចុះអង្កេតករណីនេះហើយរកឃើញថាផ្ទៃដីព្រៃចំណុចចំការចេកស្រែក្តីនិងចំណុចរំលេចស្ថិតនៅឃុំក្រពើ2ស្រុកវាលវែងរងការកាប់បំផ្លាញធ្ងន់ធ្ងរដោយប្រជាពលរដ្ឋមន្ត្រីសិទ្ធិមនុស្សមិនគាំទ្រចំពោះសកម្មភាពនេះឡើយហើយយល់ថាអាចមានអ្នកមានលុយឬមានអំណាចនៅពីក្រោយខ្នងលោកភួងសុធាជាមន្ត្រីសម្របសម្រួលសមាគមអាត6ប្រចាំខេត្តពោធិ៍សាត់ថ្លែងថាអាជ្ញាធរមានសមត្ថកិច្ចអសមត្ថភាពទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើនិងការចូលរស់នៅអនាធិបតេយ្យរបស់ពលរដ្ឋនៅក្នុងព្រៃដែលមិនមែនជាភូមិករចាស់របស់ពួកគេធ្លាប់រស់នៅផងនោះប៉ុន្តែលោកថាបើមានការអភិវឌ្ឍតំបន់រំលេចនេះទៅជាតំបន់ទេសចរអាជ្ញាធរត្រូវតែគិតគូររឿងពលរដ្ឋជាមុនវាជារូបភាពដ៏សែនអាក្រក់ផងដែរបើសិនជាថយជាអ្នកបើកដៃដូចជាប្រដឲ្យទៅចូលទាំងអស់នេះហើយកាប់ព្រៃហើយយករូបភាពថាប្រជាពលរដ្ឋដោយថាខុសច្បាប់ហើយបដិញចេញគាត់ទៅវិញដើម្បីយកដីចែកគ្នាណាល្អាងបុរាណធម្មជាតិរំលេចគឺជាទីតាំងវប្បធម៌ធម្មជាតិវ័យចំណាស់មួយហើយមន្ត្រីវប្បធម៌បានសន្និដ្ឋានបឋមបន្ទាប់ពីចុះសិក្សាចំនួន3លើកថាល្អាងនេះគឺជាទីតាំងរស់នៅរបស់អម្បូរមនុស្សនាសម័យបុរាណគឺមុនពេលដែលមនុស្សមានផ្ទះសម្បែងរស់នៅពិតប្រាកដតំបន់រំលេចមានល្អាងសំខាន់ចំនួន10ហើយល្អាងទាំងនោះចូលទៅត្រជាក់មានស្នាមគូសវាសនិងរូបមនុស្សនៅលើផ្ទាំងថ្មយ៉ាងណាប្រធានមន្ត្រីទេសចរខេត្តពោធិ៍សាត់លោកសំឃីមថ្លែងបញ្ជាក់ថាគម្រោងអភិវឌ្ឍតំបន់រំលេចទៅជាតំបន់ទេសចរនោះគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយលោកថានៅស្រុកវាលវែងមានតំបន់ទេសចរជាច្រើនកំពុងសិក្សាហើយអាចមានសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចំពោះតំបន់រំលេចវិញបើអភិវឌ្ឍទៅអាចទាក់ទាញតែភ្ញៀវបរទេសប៉ុណ្ណោះខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងនីតិច្បាប់លោកអ្នកនាងជាទីមេត្រីនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាមម្ដងគេតែងឃើញមន្ត្រីកងប្រដាប់អាវុធខ្មែរនៅក្នុងទីក្រុងភ្នំពេញស្លៀកពាក់ឯកសណ្ឋានកងទ័ពនិងនគរបាលជាតិឈរតម្រង់ជួរកាត់គេកាត់ខ្មាស់រងចាំឲ្យឈ្មោះល្បីៗដាក់ទានជាអំណោយអាំងប៉ាវដល់ពួកគេ
បើទោះជាការផ្ដល់អំណោយបែបនេះមិនខុសច្បាប់ប្រឆាំងនឹងអំពើពុករលួយរបស់កម្ពុជាក៏ដោយក៏មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលអភិបាលកិច្ចល្អនិយាយថាវាផ្ទុយពីគោលការណ៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងប៉ះពាល់ដល់កិត្យានុភាពជាតិទៀតផងក្នុងនីតិច្បាប់សប្តាហ៍នេះលោកជីវិតាមានបទសម្ភាសន៍ជាមួយនាយកប្រតិបត្តិអង្គការដំឡាភិបកម្ពុជាលោកព្រាបកុលអំពីរឿងនេះដូចតទៅថ្មីនេះបនចូលឆ្នាំចិនចូលឆ្នាំវៀតណាមហ្នឹងយើងឃើញមានឈ្មោះធំហ្នឹងគឺបានផ្ដល់លុយផ្ដល់កាក់ជាអាំងប៉ាឲ្យទៅកងកម្លាំងប្រដាប់អាវុធហ្នឹងមានទាហានមានប៉ូលីសហើយអ្នកខ្លះថ្នាក់បនស័ក្តិខ្ពស់ផងបានឈរតម្រង់ជួរគ្នារាប់រយអ្នកមុខផ្ទះអ្នកជំនួយដើម្បីសុំអាំងប៉ាលោកព្រាបកុលយល់ឃើញយ៉ាងម៉េចដែរចំពោះបញ្ហាហ្នឹងបាទមើលឃើញរូបភាពទី1បើយើងនិយាយអំពីប្រពៃណីទំនៀមទម្លាប់បន់ចូលឆ្នាំចិនការឲ្យអាំងប៉ាវនេះវាជារឿងធម្មតាទេយើងទទួលស្គាល់ថាវាជាទំនៀមទម្លាប់នៃជនជាតិចិនជនជាតិវៀតណាមពេលបន់ចូលឆ្នាំរបស់គេឲ្យអាំងប៉ាវចឹងជាប្រពៃណីរបស់គេក៏ប៉ុន្តែនៅពេលដែលកងកម្លាំងប្រដាប់អាវុធស្លៀកពាក់ឯកសណ្ឋានប៉ូលីសទាហានទៅឈរតម្រង់ជួរគ្នាដើម្បីទទួលអាំងប៉ាវក្នុងរូបភាពបែបនេះវាមានភាពឆ្កប់ឆ្កងជាពិសេសនៅក្នុងឯកសណ្ឋានប៉ូលីសទាហានដែលជាអ្នកដល់នៃការការពារសុវត្ថិភាពហើយនឹងជាមន្ត្រីយុត្តិធម៌ដូច្នេះក្នុងរូបភាពបែបហ្នឹងគឺមានការឆ្កប់ឆ្កងមិនសមរម្យទេបាទផ្អែកទៅតាមច្បាប់ប្រឆាំងអំពើពុករលួយអាចចាត់ចូលជាអំពើពុករលួយដែរទេបាទនៅក្នុងរូបភាពនៃការផ្ដល់អាំងប៉ាវបែបនេះมันស្ថិតនៅក្នុងនិយមន័យអំពើពុករលួយទេនៅក្នុងប្រទេសកម្ពុជាយើងវាជារូបភាពនៃការផ្ដល់អំណោយជាការផ្ដល់កាដូអីហ្នឹងគឺមិនទាន់ចាត់ទុកជាអំពើពុករលួយទេលុះត្រាណាការផ្ដល់កាដូផ្ដល់អំណោយនេះជាការដោះដូរដើម្បីទទួលបានផលប្រយោជន៍ឬក៏ទទួលបាននៅការយកចិត្តទុកដាក់ឬក៏លៀបសការៈតបស្នងមកវិញនៅក្នុងការបំពេញមុខងារសាធារណៈដូច្នេះក្នុងរូបភាពនេះយើងមិនទាន់អាចចាត់ទុកថាអំពើពុករលួយទេលុះត្រាតែមានការយកអំណាចឥទ្ធិពលនឹងឲ្យមានពាក់ព័ន្ធទៅនឹងកិច្ចការងារផ្សេងទៀតនៅក្នុងការបំពេញមុខងារសាធារណៈរបស់មន្ត្រីបាទប៉ូលីសទាហានទាំងនោះគាត់មានតួនាទីសំខាន់ក្នុងការពារសន្តិសុខជាតិការពារយុត្តិធម៌ហើយនៅពេលដែលគាត់មកទទួលលុយឬក៏អំណោយពីឈ្មួញធំក្រាក់ដែលមានឥទ្ធិពលក្នុងសង្គមខ្មែរអញ្ចឹងហ្នឹងដោយលោកបានជ្រាបហើយគឺថាមានរបាយការណ៍ច្រើនណាស់ដែលថាខាងកងប្រដាប់អាវុធហ្នឹងជាអ្នកការពារឈ្មួញធំទាំងនោះអញ្ចឹងអាចជាការទិញទឹកចិត្តទេបាទក្នុងការឲ្យនិយមន័យជាសកលយើងអាចថាជាការទិញទឹកចិត្តដោយប្រយោលហើយវាប៉ះពាល់ទៅដល់ក្របខ័ណ្ឌវិជ្ជាជីវៈនៃមន្ត្រីប៉ូលីសជាមន្ត្រីយុត្តិធម៌ហើយជាអ្នកដែលត្រូវអព្យាក្រឹតជាអ្នកដែលត្រូវការពារផលប្រយោជន៍សាធារណៈបើសិនជាឈ្មួញឬក៏អ្នកវិនិយោគគាត់ទិញទឹកចិត្តមន្ត្រីប៉ូលីសបានហើយគាត់ប្រាប់មន្ត្រីប៉ូលីសនោះទៅបង្ក្រាបប្រជាពលរដ្ឋនៅក្នុងហេតុការណ៍ណាមួយឬក៏ទៅការពារផលប្រយោជន៍អាជីវកម្មរបស់គាត់រូបភាពបែបនោះហើយដែលយើងឃើញថាវាមានឥទ្ធិពលហើយវាអាចកុសឆ្គងទាំងក្របខ័ណ្ឌវិជ្ជាជីវៈឬកុសឆ្គងទាំងពីការអនុវត្តទូនាទីហើយនឹងមុខងាររបស់មន្ត្រីដែលត្រូវការពារយុត្តិធម៌ការពារផលប្រយោជន៍សាធារណៈចំណុចទៅហ្នឹងហើយដែលយើងឃើញថាវាមានភាពឆ្គមឆ្គងបាទលោកជាតំណាងឲ្យអង្គការមួយតាមដាននៅដំណាភិបអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាតើលោកមានជាអនុសាសន៍យ៉ាងម៉េចដែរសម្រាប់រដ្ឋាភិបាលបាទខ្ញុំយល់ថាគួរតែមានចែងនៅក្នុងក្រមសីលធម៌ខន្តិកៈនៃមន្ត្រីប៉ូលីសមន្ត្រីយោធាកងកម្លាំងប្រដាប់អាវុធតែតកតងទៅនឹងការទទួលជាកាដូការទទួលជាអំណោយហើយក្នុងរូបភាពណាខ្លះដែលគាត់អាចទទួលបានហើយក្នុងរូបភាពណាខ្លះដែលគួរមានការអនុវត្តយ៉ាងហោចណាស់បើមិនមានជាច្បាប់ទេក៏មាននៅក្នុងក្រមសីលធម៌វិជ្ជាជីវៈចំណុចទាំងហ្នឹងគឺខ្ញុំគិតថារដ្ឋាភិបាលក៏លោកតែជាបានដឹងហើយឆ្នាំនេះក៏មានការកាត់បន្ថយការទទួលអាំងប៉ាវក្នុងរូបភាពជុំគេធំបែបសម្ញែងជាសាធារណៈយើងឃើញថាមានការផ្លាស់ប្ដូរបើប្រៀបធៀបទៅនឹងការបន់ចូលឆ្នាំកាលពីឆ្នាំទៅបែបហ្នឹងក៏យើងអាចសន្និដ្ឋានថារដ្ឋាភិបាលក៏លោកឃើញថាមាន
ភាពឆ្កងដែរហើយអ្នកដែលផ្ដល់កាដូនោះក៏ប្រហែលជាទទួលស្គាល់ថាវាមិនស័ក្តិសមដែរហើយខ្ញុំគិតថាដើម្បីឲ្យផ្លូវការគួរតែមានជាក្រមសីលធម៌ជាជីវៈឬក៏ជាច្បាប់ក្នុងព្រៃណាមួយដើម្បីកុំឲ្យមានរូបភាពបែបហ្នឹងបាទបើមិនជាគាត់ចង់ជូនកាដូចង់ជូនប្រាក់ឧបត្ថម្ភទៅមន្ត្រីប៉ូលីសគាត់អាចឧបត្ថម្ភទៅផ្ដល់ទៅក្នុងគម្រោងថវិកាជាតិហើយឲ្យបើកប្រាក់ខែទៅក្នុងក្របខ័ណ្ឌជាទូទៅឬក៏រដ្ឋាភិបាលត្រូវដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការនឹងបានហូបចុកគ្រប់គ្រាន់មែនទេបាទនោះគឺជាដំណោះស្រាយល្អបំផុតមានន័យថាត្រូវផ្ដល់ប្រាក់ឧបត្ថម្ភត្រូវផ្ដល់ប្រាក់បៀវត្សឲ្យគាត់សមរម្យដើម្បីកុំឲ្យគាត់មានសម្ពាធសេដ្ឋកិច្ចហើយត្រូវការទៅចង់បានលុយ 40000 50000 ជាលុយអាំងប៉ាវក្នុងរូបភាពបែបហ្នឹងយើងគិតថាប៉ូលីសរៀនក៏ប្រហែលជាគាត់គិតថាមិនសមរម្យដែរប៉ុន្តែដោយសារតែជីវភាពដោយសារតែប្រាក់ខែគាត់តិចអញ្ចឹងជាឱកាសមួយដែលគាត់អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀតអញ្ចឹងយើងឃើញថាវាអាចជាសម្ពាធសេដ្ឋកិច្ចមួយផងដែរក៏ប៉ុន្តែបើយើងឲ្យរូបភាពបែបហ្នឹងវាមានលក្ខណៈខុសឆ្គងមិនសមរម្យទាំងជាជីវៈមិនសមរម្យទាំងការមើលពីខាងក្រៅទៅបាទសូមអរគុណច្រើនលោកទេពកលបាទអរគុណច្រើនលោកបាទលោកអ្នកនាងទើបបានស្ដាប់បទសម្ភាសន៍របស់លោកជីវិតាជាមួយនាយកប្រតិបត្តិអង្គការដំឡាភិបកម្ពុជាលោកព្រាបកុលជុំវិញការផ្ដល់អំណោយអាំងប៉ាវផ្ទុយពីច្បាប់ប្រឆាំងអំពើពុករលួយដែរឬទេសួស្តីលោកអ្នកនាងស្ដាប់ជាទីមេត្រីបច្ចុប្បន្ន clinic ឯកជននិងកន្លែងលក់ថ្នាំពេទ្យកំពុងរីកដុះដាលដោយផ្សិតនៅស្ទើរពាសពេញប្រទេសមិនថានៅទីប្រជុំជនឬតំបន់ដាច់ស្រយាលនោះឡើយតើអ្នកបើក clinic ឬអ្នកលក់ថ្នាំពេទ្យទាំងនោះមានចំណេះដឹងផ្នែកវិទ្យាពេទ្យកម្រិតណាហើយក្រសួងសុខាភិបាលបានពិនិត្យនិងតាមដានចំពោះអាជីវកម្មរបស់ពួកគេដែរឬទេចាសសូមអញ្ជើញលោកអ្នកនាងរងចាំស្ដាប់នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារទី24កុម្ភៈលើប្រធានបទការគ្រប់គ្រងនិងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាលលើ clinic ឯកជនចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះយប់កម្មវិធីនេះសម្របសម្រួលដោយនាងខ្ញុំខែសុណងចាសសូមលោកអ្នកនាងរងចាំស្ដាប់កុំបីខានចាសសូមអរគុណជាបន្តទៅទៀតនេះខ្ញុំបាទតាំងសារ៉ាដាសូមជូនព័ត៌មានបញ្ចប់សមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនលោក Alejandro González Davidson ចេញពីកម្ពុជាកាលពីវេលាម៉ោងប្រហែល 9 យប់ថ្ងៃច័ន្ទទី 23 ម្សិលមិញអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ខៀវសុភ័ក្របញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថាការបញ្ជូនលោកអាលិចចេញពីទីក្រុងភ្នំពេញគឺតាមជើងយន្តហោះ Thai Airways ទៅកាន់ទីក្រុងបាងកកការចាប់បញ្ជូនលោកអាលិចចេញពីស្រុកខ្មែរទាំងយប់នេះគឺផ្ទុយពីព័ត៌មានដែលផ្ដល់ដោយអនុប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកនៅលក្ខណៈក្នុងសន្និសីទកាសែតកាលពីយប់ថ្ងៃទី 23 កុម្ភៈដែលបញ្ជាក់ថាលោកអាលិចនឹងមិនត្រូវបញ្ជូនចេញក្នុងយប់ថ្ងៃច័ន្ទនោះទេដោយប្រកាសរបស់ក្រសួងមហាផ្ទៃគឺទុករយៈពេល 7 ថ្ងៃឲ្យលោកអាលិចចាកចេញពីកម្ពុជាបន្ទាប់ពីទិដ្ឋាការរបស់លោកផុតកំណត់នៅថ្ងៃទី 20 ខែកុម្ភៈលោកខៀវសុភ័ក្រអះអាងថាលោកអាលិចនឹងមិនអាចអនុញ្ញាតឲ្យចូលកម្ពុជាបានទៀតទេព្រោះមានឈ្មោះរំលោភច្បាប់អន្តោប្រវេសន៍របស់កម្ពុជាដោយមិនព្រមចាកចេញតាមការស្នើរបស់សមត្ថកិច្ចកម្ពុជាកន្លងមកមុនការចាប់ខ្លួនលោកអាលិចប្រមាណ 2 ម៉ោងកាលពីថ្ងៃច័ន្ទលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងជាសាធារណៈក្នុងពេលចែកសញ្ញាបត្រដល់និស្សិតដោយប្រមានអ្នកនយោបាយនិងអង្គការសង្គមស៊ីវិលមិនឲ្យលូកដៃក្នុងករណីលោកអាលិចនេះទៀតការប្រមានរបស់លោកហ៊ុនសែនគឺសំដៅទៅលើមន្ត្រីបកប្រឆាំងដែលស្នើឲ្យព្រះមហាក្សត្រប្រទានកិច្ចអន្តរាគមន៍ឲ្យលោកអាលិចក្នុងការបន្តទិដ្ឋាការនៅប្រទេសកម្ពុជាតាក់ទងទៅនឹងការចាប់បញ្ជូនលោកអាលិចចេញពីកម្ពុជានេះប្រធានអង្គការក្រមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ុចលេងអះអាងថាទង្វើរបស់រដ្ឋាភិបាលកម្ពុជាគឺជាការបំបាក់ស្មារតីដល់ក្រុមអ្នកហ៊ានចេញមុខការពារបរិស្ថានក្នុងប្រទេសកម្ពុជាពីការបំផ្លាញធនធានធម្មជាតិដោយក្រុមឈ្មួញមានអំណាចនេះមិនមែនជាលើកទី1ទេដែលរដ្ឋាភិបាលទីក្រុងភ្នំពេញបណ្ដេញក្រុមអ្នកការពារបរិស្ថានឯករាជ្យចេញពីកម្ពុជាកាលពីថ្ងៃទី 22 ខែមេសាឆ្នាំ 2003រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានបណ្ដេញអង្គការឃ្លាំមើលពិភពលោក Global Witness ចេញពីកម្ពុជាដែរក្រោយពីអង្គការនេះបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីសកម្មភាពធ្វើអាជីវកម្មឈើប្រណិតនៅកម្ពុជាដែលមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានអំណាចកំពូលក្នុងជួររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្នើឲ្យដោះលែងស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលមានកូននៅជាមួយក្នុងពន្ធនាគារមន្ទីរវាលសិទ្ធិនារី8មីនាឬយ៉ាងយូរបំផុតនាឱកាសបុណ្យចូលឆ្នាំខ្មែរមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូបានហៅចំណាត់ការរបស់លោកហ៊ុនសែនថាជាយន្តការដ៏ល្អបំផុត
ប្រមុខកងទ័ពជើងទឹកថៃនាយឧត្តមនាវីក្រៃសុនចាសនិចបានជួបរដ្ឋមន្ត្រីការពារជាតិកម្ពុជានៅរសៀលថ្ងៃទី23ខែកុម្ភៈភាគីទាំងពីរមិនបានបញ្ចេញព័ត៌មានដល់អ្នកកាសែតអំពីខ្លឹមសារនិងលទ្ធផលនៃជំនួបបិទទ្វាររយៈពេល1ម៉ោងនោះទេទោះជាយ៉ាងនេះក្តីនៅមុនពេលចាប់ផ្ដើមជំនួបបិទទ្វារនោះលោកទាបាញ់ថ្លែងស្វាគមន៍លោកក្រៃសុនចាសនិចដោយចាត់ទុកថានេះជាជំនួបសំណេះសំណាលដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel ចេញសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី23កុម្ភៈស្តីពីការឃ្លាំមើលនិងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញនិងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំដំបូងនៃនីតិកាលទី5របាយការណ៍ដែលមានកម្រាស់ជាង100ទំព័ររកឃើញថាគោលនយោបាយរដ្ឋាភិបាលនីតិកាលទី5ដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែលចំណាយថវិកាជាតិប្រមាណ$3,400 លានសហរដ្ឋអាមេរិកក្នុងរយៈពេល1ឆ្នាំកន្លងមកនេះមានពលរដ្ឋភាគច្រើនមិនពេញចិត្តនៅលទ្ធផលនៃការអនុវត្តនោះរាយឯមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានវាយតម្លៃថារបាយការណ៍នេះមិនបានវិភាគឲ្យគ្រប់ជ្រុងជ្រោយហើយធ្វើឡើងក្នុងចេតនាគាំទ្របកប្រឆាំងនៅខេត្តបន្ទាយមានជ័យពលរដ្ឋប្រមាណ50នាក់នាំគ្នាតវ៉ាមុខសាលាសង្កាត់ប៉ោយប៉ែតទាមទារឲ្យចៅសង្កាត់ដកអ្នកស្រីមេភូមិព្រៃព្រិចចេញពីតំណែងកាលពីព្រឹកថ្ងៃច័ន្ទអ្នកភូមិបញ្ជាក់ថាការតវ៉ានេះកើតឡើងដោយសារក្រុមគ្រួសាររបស់មេភូមិអុកឡុកពលរដ្ឋនាំឲ្យមានការភ័យខ្លាចនៅសល់រយៈពេលតែ10ខែទៀតប៉ុណ្ណោះប្រទេសកម្ពុជានិងប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ានចំនួន9ផ្សេងទៀតនឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចបញ្ចូលគ្នាមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មឲ្យដឹងថាការគ្រោងនឹងច្របាច់សេដ្ឋកិច្ចបញ្ចូលគ្នាតែមួយនេះធ្វើឲ្យកម្ពុជារៀបចំខ្លួនជាស្រេចដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចឲ្យទាន់ប្រទេសមួយចំនួនទៀតដែលមានការជឿនលឿនផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់លោកអ្នកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីនៅពេលនេះចប់តែប៉ុណ្ណេះខ្ញុំបាទតាំងសារ៉ាដាព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែរនិងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុស្ទឹងខៀវ FM 98.70 MHz នៅខេត្តបាត់ដំបងនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 ដល់ម៉ោង 11 វិទ្យុពាណិជ្ជកម្ម FM 99.70 MHz នៅខេត្តកំពង់ចាមដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 ដល់ម៉ោង 11វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញ FM 104.25 MHz នៅខេត្តកំពង់ធំនិង FM 92.25 MHz នៅខេត្តស្វាយរៀងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 10 កន្លះដល់ម៉ោង 11 កន្លះវិទ្យុសម្បកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសែន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងពេលយប់ចាប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះនិងវិទ្យុអន្តរទេវី FM 90.25 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8 និងពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10